តិចនិចត្រៀមយកបទតើគួរមានសកម្មភាពរឿងលើក្រែងញឹកញាប់ប៉ុណ្ណាដើម្បីឲ្យឆាប់ជោគជ័យជំរាបសួរបងប្អូនទាំងអស់គ្នាសម្រាប់គូស្វាមីភរិយាដែលកំពុងត្រៀមលក្ខណៈយកសមាជិកថ្មីសំណួរដែលពេញនិយមបំផុតនោះគឺតើក្នុងមួយសប្តាហ៍គួរមានភាពស្និទ្ធស្នាលប៉ុន្មានដងទើបងាយទទួលបានដំណឹងល្អហើយតើការមានភាពស្និទ្ធស្នាលរាល់ថ្ងៃប៉ះពាល់ដល់ផែនការយកបុត្រដែរឬទេមនុស្សជាច្រើនយល់ថាការមានភាពស្និទ្ធស្នាលឲ្យបានកាន់តែច្រើនដងគឺកាន់តែបង្កើនឱកាសជោគជ័យប៉ុន្តែតាមការពិតទៅក្នុងវិស័យសុខភាពបន្តពូជគុណភាពនៃកោសិកាបង្កកំណើតគឺសំខាន់ជាងចំនួនដងនៃសកម្មភាពនៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ជាមួយមតិរបស់អ្នកជំនាញនិងវិទ្យាសាស្ត្រនៅពីក្រោយការបង្កកំណើតដើម្បីជួយឲ្យបងប្អូនសម្រេចបំណងប្រាថ្នាបានឆាប់រហ័សចំណុចទី1ហេតុអីមិនគួរមានភាពស្និទ្ធស្នាលញឹកញាប់ពេកឬរាល់ថ្ងៃយោងតាមប្រសាសន៍របស់លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនិងរោគស្ត្រីការប្រើប្រាស់ថាមពលរាល់ថ្ងៃអាចជះឥទ្ធិពលអវិជ្ជមានដល់ផែនការយកបុត្រ1កោសិកាបង្កកំណើតមិនទាន់គ្រប់អាយុរាងកាយបុរសត្រូវការពេលវេលាសមស្របមួយគឺប្រហែល24ទៅ48ម៉ោងដើម្បីផលិតកោសិកាដែលមានសុខភាពល្អនិងរឹងមាំប្រសិនបើមានសកម្មភាពរាល់ថ្ងៃកោសិកាដែលបញ្ចេញមកអាចនឹងមិនទាន់គ្រប់លក្ខណៈគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្កកំណើតឡើយ2ការធ្លាក់ចុះនៃចំនួនកោសិកាសកម្មភាពញឹកញាប់ពេកធ្វើឲ្យចំនួនកោសិកាក្នុងសារធាតុបង្កកំណើតនីមួយៗថយចុះដែលធ្វើឲ្យឱកាសជោគជ័យកាន់តែទាបសុខភាពទ្រុឌទ្រោមនិងសម្ពាធផ្លូវចិត្តការប្រើកម្លាំងលើសកម្រិតធ្វើឲ្យស្វាមីភរិយាមានអារម្មណ៍ហត់នឿយនិងមាន stress នេះឯងគឺជាសត្រូវធំបំផុតដែលធ្វើឲ្យប្រព័ន្ធអរម៉ូនដំណើរការមិនល្អចំណុចទី2រយៈពេលនិងចំនួនដងដែលស័ក្តិសមបំផុតដើម្បីឲ្យកោសិកាបង្កកំណើតមានទាំងចំនួនច្រើននិងគុណភាពខ្ពស់អ្នកជំនាញណែនាំឲ្យមានភាពស្និទ្ធស្នាលត្រឹម2ទៅ3ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះហេតុផលវិទ្យាសាស្ត្រកោសិកាបុរសអាចរស់នៅក្នុងរាងកាយស្ត្រីបានពី3ទៅ5ថ្ងៃដូច្នេះការមានភាពស្និទ្ធស្នាលរៀងរាល់2ថ្ងៃម្ដងគឺគ្រប់គ្រាន់ដើម្បីធានាថាមានកោសិកាបុរសរងចាំជានិច្ចនៅពេលដែលកោសិកាញីធ្លាក់ចុះមកស្ថិតិពីវិទ្យាស្ថាន Kinsey បង្ហាញថាគូស្នេហ៍ដែលជោគជ័យក្នុងការយកបុត្រច្រើនតែមានភាពស្និទ្ធស្នាលប្រហែល2ដងក្នុងមួយសប្តាហ៍ចំណុចទី3តិចនិចស្ទាក់ចាប់ថ្ងៃមេជីវិតញីធ្លាក់ក្រៅពីចំនួនដងបងប្អូនត្រូវយល់ដឹងពីវដ្តនៃការបញ្ចេញកោសិកាញីឬ ovulation បង្កើនសកម្មភាពនៅថ្ងៃមាសស្ត្រីងាយនឹងមានផ្ទៃពោះជាងគេនៅអំឡុងពេល14ថ្ងៃមុនមករដូវលើកក្រោយបងប្អូនគួរផ្ដោតការមានភាពស្និទ្ធស្នាលឲ្យបានទៀងទាត់នៅអំឡុងពេលមុននិងក្រោយថ្ងៃធ្លាក់កោសិកាញីបន្តិចបន្តួចការប្រើប្រាស់ឧបករណ៍ជំនួយបងប្អូនអាចប្រើសន្លឹកតេស្តរោគថ្ងៃធ្លាក់កោសិកាញីដើម្បីដឹងច្បាស់ពីពេលវេលាដែលរាងកាយត្រៀមខ្លួនបង្កកំណើតក្បាច់ភាពស្និទ្ធស្នាលអ្នកជំនាញណែនាំឲ្យស្ត្រីសម្រាកផ្ងាប្រហែល15នាទីក្រោយបញ្ចប់ប្រតិបត្តិការដើម្បីជំនួយដល់ដំណើរការបង្កកំណើតឲ្យកាន់តែងាយស្រួលចំណុចទី4របៀបរស់នៅដើម្បីពង្រឹងសុខភាពបង្កកំណើតដើម្បីឲ្យផែនការយកបុត្រកាន់តែជោគជ័យទាំងស្វាមីនិងភរិយាត្រូវស្វាមីជៀសវាងសម្លៀកបំពាក់ក្នុងតឹងពេកជៀសវាងការងូតទឹកក្តៅខ្លាំងនិងកាត់បន្ថយគ្រឿងស្រវឹងឬបារីភរិយាបរិភោគអាហារសម្បូរអាស៊ីតហ្វូលិកនិងរក្សាទម្ងន់ឲ្យបានសមស្របផ្លូវចិត្តកុំដាក់សម្ពាធលើខ្លួនឯងពេកចូលធ្វើឲ្យភាពស្និទ្ធស្នាលជាការផ្ដល់ក្តីសុខឲ្យគ្នាមិនមែនជាភារកិច្ចដែលបង្ខំឲ្យធ្វើនោះទេសរុបមកការមានភាពស្និទ្ធស្នាលដើម្បីយកបុត្រមិនមែនស្ថិតលើភាពញឹកញាប់រាល់ថ្ងៃនោះទេប៉ុន្តែវាស្ថិតលើភាពទៀងទាត់និងពេលវេលាដ៏ត្រឹមត្រូវការមានភាពស្និទ្ធស្នាល2ទៅ3ដងក្នុងមួយសប្តាហ៍គឺជាមធ្យោបាយដ៏ល្អបំផុតដែលជួយរក្សាសុខភាពផងនិងបង្កើនគុណភាពកោសិកាផងប្រសិនបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍
សូមចុច like និង share វីដេអូនេះទៅកាន់ដៃគូជីវិតរបស់អ្នកកុំភ្លេចចុច subscribe និងរូបកណ្ដឹងដើម្បីទទួលបានចំណេះដឹងសុខភាពគ្រួសារជារៀងរាល់ថ្ងៃសូមអរគុណសម្រាប់ការតាមដានសូមជូនពរឲ្យបងប្អូនឆាប់សម្រេចបំណងប្រាថ្នាទទួលបានបុត្រាធីតាដ៏មានសុខភាពល្អជួបគ្នានៅវីដេអូក្រោយ